សួស្តីថ្ងៃនេះខ្ញុំនឹងមក review អំពីសភៅដែលខ្ញុំទៅសេជាប្រចាំហើយក្នុងទាំងអស់ហ្នឹងគឺមានសភៅប្រហែលជា6ក្បាលដែលខ្ញុំនឹងនិយាយថាតើក្នុងសភៅ6ក្បាលហ្នឹងខ្ញុំបែងចែករបៀបមិនខ្លះសម្រាប់សភៅនេះរៀងក្រាស់ជាងគេសភៅនេះគឺខ្ញុំទៅសេនៅរាល់ចំណាយនិងចំណូលរបស់ខ្ញុំប្រចាំថ្ងៃប្រចាំខែនិងប្រចាំឆ្នាំអញ្ចឹងរាល់ការចាយវារបស់ខ្ញុំគឺខ្ញុំអាច control បានដោយខ្ញុំ note នៅក្នុងសភៅនេះហើយសម្រាប់សភៅក្រហមមួយនេះគឺជាអ្វីដែលខ្ញុំទៅសេធ្វើប្រចាំថ្ងៃក្នុងនោះគឺមានពីច្រើនជាងគេទៅលើអ្វីដែលខ្ញុំនឹងធ្វើនៅកន្លែងការងារថាតើនៅចុងថ្ងៃខ្ញុំបានធ្វើឬក៏បំពេញកិច្ចការងារណាខ្លះឬក៏មានចំណុចណាខ្លះដែលខ្ញុំនៅ pending ដែលត្រូវបន្តនៅថ្ងៃស្អែកឬថ្ងៃបន្ទាប់ឬក៏ក្នុងសប្តាហ៍សម្រាប់សភៅមួយនេះវិញគឺរៀងក្រាស់ដែរគឺជាអ្វីដែលខ្ញុំទៅសេភាគច្រើនគឺទៅលើគោលដៅរបស់ខ្ញុំថាតើក្នុងរយៈពេលមួយខែនេះខ្ញុំចង់បានអីគេខ្ញុំត្រូវធ្វើអីគេឬក៏ជាប្រចាំត្រីមាសឆមាសនិងប្រចាំឆ្នាំឬក៏ច្រើនជាងមួយឆ្នាំបានន័យថាគោលដៅនោះគឺរយៈពេលវែងដែលខ្ញុំអាចមើលឃើញថាត្រូវធ្វើបានរយៈពេលអាចថា2ឆ្នាំទៅ3ឆ្នាំឬក៏កំណត់ពេល10ឆ្នាំដែលខ្ញុំ note នៅក្នុងសភៅនេះហើយសម្រាប់សភៅនេះរៀងមើលទៅតាក់ទាញដែរហើយខ្ញុំភាគច្រើននៅពេលដែលខ្ញុំរើសសភៅអញ្ចឹងគឺខ្ញុំយកសម្រាប់សរសេរទៅលើរាល់ការរៀនផ្សេងៗដូចជាក្នុងផ្នែកនេះគឺក្នុងសភៅនេះខ្ញុំបែងចែកជា2ផ្នែកដោយផ្នែកទី1គឺខ្ញុំផ្ដោតទៅលើខ្ញុំអាចចាប់អារម្មណ៍ទៅលើ data science អញ្ចឹងខ្ញុំ note រាល់អ្វីដែលខ្ញុំបានរៀនពី data science នៅក្នុងនេះផ្នែកខាងមុខហើយដល់ពេលផ្នែកបន្ទាប់គឺទៅលើឯកទេសដែលខ្ញុំកំពុងធ្វើរាល់ថ្ងៃហ្នឹងនៅក្នុងការងារហើយក្រៅពីសភៅ note ទាំងអស់ហ្នឹងក៏ខ្ញុំអាចជួយចិត្តអានសភៅដែរអញ្ចឹងដោយសារតែយើងចង់កាត់បន្ថយនៅការតានតឹងឬក៏ភាពដូចថា stress អីអញ្ចឹងខ្ញុំយកភាគច្រើនខ្ញុំអានសភៅក្រៅពីសភៅដែលពាក់ព័ន្ធនឹងគោលដៅឬក៏ការអភិវឌ្ឍខ្លួនឯងគឺខ្ញុំអានសភៅនេះដើម្បីធ្វើឲ្យអារម្មណ៍យើងរៀងស្រស់ស្រាយលក្ខណៈថាសភៅអានតែជាសភៅបែបក្មេងអញ្ចឹងពេលយើងអានគឺយើងអត់សូវថា stress ខ្លាំងយើងអានទៅគឺយើង relax ហើយសម្រាប់សភៅនេះខ្ជូតជាងគេហើយក៏ស្រឡាញ់ជាងគេដែរហើយប្រាក់សឹងថាបើកមើលរាល់ថ្ងៃដែលសភៅនេះគឺខ្ញុំមានទៅសេថាឈ្មោះបងស្រីខ្ញុំ idol របស់ខ្ញុំហើយនឹងខ្ញុំបានន័យថាគឺពោពេញទៅដោយកម្លាំងចិត្តទៅពេលដែលបានសភៅហ្នឹងគឺមានអារម្មណ៍ថាចង់ទៅសេហ្មងហើយសភៅហ្នឹងគឺខ្ញុំផ្ដោតទៅលើការរៀនភាសានៅក្នុងនេះគឺមានទាំងភាសាថៃភាសាចិនហើយនឹងមួយទៀតគឺចុងក្រោយគឺភាសាឡាវហើយក្រៅពីភាសាទាំង3ហ្នឹងក៏ខ្ញុំមាននៅភាសាខ្មែរដែរដែលក្នុងភាសាខ្មែរនោះគឺមិនមែនជាការរៀនទេប៉ុន្តែវាជាចំណុចលើកទឹកចិត្តខ្លួនឯងព្រោះធម្មតានៅពេលដែលធ្វើអីមួយគឺតែងតែមានឧបសគ្គអញ្ចឹងដើម្បីលើកទឹកចិត្តខ្លួនឯងឲ្យបន្តដើរទៅមុខទៀតគឺខ្ញុំ note នៅពាក្យល្អៗលក្ខណៈថាពាក្យវិជ្ជមានដើម្បីឲ្យខ្ញុំនឹងខំប្រឹងទៅលើការធ្វើរឿងហ្នឹងអញ្ចឹងខ្ញុំក៏ note នៅក្នុងសភៅហ្នឹងដែរអញ្ចឹងបានន័យថាអ្វីដែលខ្ញុំរៀបរាប់ពីខាងដើមរហូតដល់ឥឡូវហ្នឹងគឺខ្ញុំបែងចែកសភៅផ្សេងគ្នាហើយជាសភៅដែលកត់ត្រាតាំងប្រចាំថ្ងៃនិងប្រចាំសប្តាហ៍ក៏ដូចជាប្រចាំខែសង្ឃឹមថាអ្នកទាំងអស់គ្នាក៏មានប្រភេទសភៅដូចខ្ញុំដែរអូខេបាយបាយ